សម្ដេចធិបតីហ៊ុនម៉ាណែតដើម្បីកុំឲ្យវែងឆ្ងាយបាថៃកាត់ផ្តាច់អគ្គិសនីនិងអ៊ីនធឺណិតនោះកម្ពុជាធានាផ្គត់ផ្គង់ដោយខ្លួនឯងនិងមិនចាំបាច់ពឹងផ្អែកពីប្រទេសថៃទៀតទេនៅថ្ងៃទី12ខែមិថុនាឆ្នាំ2025វេលាម៉ោង 9:20 នាទីយប់សម្ដេចធិបតីហ៊ុនម៉ាណែតបានបង្ហោះខ្លឹមសារនៅក្នុង Facebook Page របស់សម្ដេចដោយមានខ្លឹមសារដូចតទៅថ្មីនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើនពាក់ព័ន្ធនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃមួយចំនួនឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជាដើម្បីកុំឲ្យវែងឆ្ងាយឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ឬមិនកាត់ឬកាត់ពេលណានោះកម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតឯកឧត្តមជាវណ្ណដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍ទើបរាយការណ៍មកខ្ញុំថាចាប់ពីម៉ោង 12 យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុកទឹកឬប្រតិបត្តិការអ៊ីនធឺណិតទាំងអស់នៅកម្ពុជានឹងបញ្ចប់ការទិញអ៊ីនធឺណិតពីប្រទេសថៃដោយសារយើងមានសមត្ថភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯងដោយឡែកឯកឧត្តមកែវរតនៈរដ្ឋមន្ត្រីក្រសួងរ៉ែនិងធម្មពលក៏បានបញ្ជាក់រួចហើយអំពីសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាគ្រប់គ្រាន់ដោយខ្លួនឯងបន្ថែមលើក្រសួងពីខាងលើខ្ញុំបានបញ្ជាឲ្យក្រសួងស្ថាប័នរបស់កម្ពុជាពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុដើម្បីដាក់ចេញនូវវិធានការផ្សេងបន្ថែមទៀតប្រសិនបើអ្នកមានការគំរាមកំហែងកាត់ផ្តាច់អ្វីផ្សេងទៀតមកកម្ពុជាផងដែរ